បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាមេរៀនទី2បន្តពីមេរៀនហូររ៉េនសូរបស់សត្វកាលពីលើកមុនបាទចាប់ពីពេលនេះទៅខ្ញុំសូមប្រើជា slide ដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលយល់បាទអញ្ចឹងសូមចាប់ផ្ដើមទាំងអស់គ្នាបាទអញ្ចឹងយើងពិនិត្យមើលសាច់រឿងទាំងអស់គ្នាខ្ញុំសូមអាន Kuma no leader Kuma-san wa Kurikun ni iimashita Kurikun橋を丈夫にするための強くて長い弦を探してきておくれ。はい、任せて。栗くんは元気よく森の奥へ走っていきました。បាទចំណុចបន្តទៀតយើងមើលអត្ថន័យនៃ clear មួយអញ្ចឹងខ្ញុំនឹងបញ្យល់ clear ហើយនឹងប្រយោគនឹងតើយើងគួរបកប្រែថាម៉េចហើយនឹងរបៀបធ្វើ clear បន្តិចបន្តួចបាទអញ្ចឹងទី1 Kuma-san wa group no leader ですកន្លែងនេះគឺមានន័យថា Kuma-san ហ្នឹងគាត់ជាប្រធានក្រុមបាទ group leader គឺប្រធានក្រុមបាទ clear បន្តមកទៀត Kuma-san wa Kuri-kun ni hashi o jobu ni shitai to iimashita អញ្ចឹង clear នេះរៀងវែងបន្តិចអញ្ចឹងយើងមើលអ្នកណាជា subject អញ្ចឹង subject គឺ Kuma-san គឺខ្លាឃ្មុំហ្នឹងគាត់ធ្វើអ្វីគឺគាត់បាននិយាយអញ្ចឹងកន្លែងនេះ iimashita យើងមើលកិរិយាសព្ទដែលនៅខាងក្រោយកន្លែងនេះ iimashita មានន័យថានិយាយអក្សរខណ្ឌជានេះយើងអាចអាន iimashita ណាអញ្ចឹង Kuma-san គាត់បាននិយាយណាកន្លែងនេះយើងអាចសរសេរថាបាននិយាយទៅកាន់អ្នកណាគឺនិយាយទៅកាន់សត្វកំប្រុក Kurikun ហ្នឹងកំប្រុកហ្នឹងគឺឈ្មោះ Kurikun ហើយគាត់និយាយថាម៉េចគឺកន្លែងនេះជាអត្ថន័យដែលគាត់និយាយអក្សរនេះគឺ hashi ណាគឺមានន័យថាស្ពានhashi o jobu ni shitai មានន័យថាធ្វើឲ្យស្ពានហ្នឹងវារឹងមាំអញ្ចឹង clear ទាំងមូលយើងអាចបកបានថា Kuma-san បាននិយាយទៅកាន់សត្វកំប្រុកឈ្មោះ Kurikun នឹងថាគាត់ចង់ធ្វើឲ្យស្ពាននឹងមានភាពរឹងមាំបាទអញ្ចឹងយើងអាចបកបានអញ្ចឹងបាទអញ្ចឹងយើងមើល clear បន្តទៀត Kuma-san wa Kurikun ni tsuyokute nagai suru o sagashite kite kudasai to tanomimashita បាទអក្សរខណ្ឌជានេះគឺ nagai nagai អញ្ចឹង nagai ហ្នឹងមានន័យថាវែងណាបាទ Kuma-san គឺយើងបកដូច clear ខាងលើអញ្ចឹងគឺយើងពិនិត្យមើល subject និងកិរិយាសព្ទ Kuma-san គាត់ tanomimashita គឺមានន័យថាពឹងពាក់ណាTanomimas កន្លែងនេះយើងប្រើជាទម្រង់តខេគឺ tanomimashita Kuma-san បានពឹងពាក់អ្នកណាគឺពឹងពាក់ Kurikun នឹងហើយពឹងពាក់ឲ្យធ្វើអ្វីគឺកន្លែងនេះយើងមើលកិរិយាសព្ទមុនទៀតគឺ sagashite kite kudasai ណាចឹងកន្លែងនេះគឺមានកិរិយាសព្ទ2គឺមានកិរិយាសព្ទ sagasu និងកិរិយាសព្ទ kimas បាទអញ្ចឹងគេប្រើជាទម្រង់តេខេហើយបូកនឹង kudasai ទៀតអញ្ចឹងយើងប្រើវាជាទម្រង់តេខេទៅគេបានថា
探来てください គឺមានន័យថាសូមទៅរកវាមកណាទៅរកស្អីគេគឺរក nagai suru បាទ nagai suru nagai មានន័យថាវែង suru មានន័យថាវល្លិអញ្ចឹងវល្លិវែងណាហើយវល្លិហ្នឹងវែងហើយមានលក្ខណៈអីទៀតគឺ suyokute ណាកន្លែងនេះមានន័យថាជាប់ណាជាប់ឬក៏រឹងមាំអញ្ចឹងពិនិត្យមកលើ clear ទាំងមូល Kuma-san បានពឹងពាក់ Kuri-kun ឲ្យទៅរកវល្លិដែលរឹងមាំហើយវែងបាទអញ្ចឹងយើងអាចបកបានអញ្ចឹងបាទ clear នេះរៀងពិបាកបន្តិចវាប្រហែលជាចូល N4 អីតិចហើយរៀងពិបាកជាង N5 បន្តិចបាទបន្តមកទៀតបាទគឺ clear ចុងក្រោយ Kuri-kun wa hai makasete toite mori no naka ni hashite ikimashita កន្លែងនេះប្រធានsubject គឺ Kuri-kun គាត់និយាយថា hai makasete មានន័យថាបាទសូមទុកចិត្តលើខ្ញុំចុះរួចហើយក៏បានរត់ចូលទៅក្នុងព្រៃ Mori no naka មានន័យថានៅក្នុងព្រៃ Hashite ikimashita មានន័យថារត់ចូលទៅក្នុងព្រៃបាទអញ្ចឹងកន្លែងហ្នឹង Kuri-kun គាត់បាននិយាយអញ្ចឹងថាអត់អីទេសូមទុកចិត្តលើខ្ញុំចុះខ្ញុំនឹងទៅរកវាឲ្យបានគឺមានន័យថាអញ្ចឹងបាទអញ្ចឹងចូលដល់ចំណុចទី3គឺ Kotoba no Benkyo Kotoba no Benkyo មានន័យថាការរៀនពាក្យបើសិនជាខ្ញុំបកប្រែដដែលសូមភ័យទោសផងប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាំបាទhashi ណាពាក្យទី1គឺ hashi នេះអក្សរ kanji នេះគឺ yomikata ណា hashi មានន័យថាស្ពានjobuna កន្លែងនេះគឺមានន័យថាស្វិតឬក៏រឹងមាំបាទរឹងមាំណាបាទរឹងប្រហែលជាអត់មានសអុទេបាទអញ្ចឹងកន្លែងនេះយើងមើល clear ឧទាហរណ៍មួយទៅបាទចំពោះស្ពានអក្សរ kanji នេះគឺ kawa ni hashi ga arimasu kawa មានន័យថាស្ទឹងនៅស្ទឹងហ្នឹងមានស្ពានមួយបាទបន្តមកទៀតគឺ konoskue មានន័យថាតុកណាតុក konoskue wa jobu desu មានន័យថាតុកនេះគឺរឹងមាំគឺជាប់បាទjobu នេះយើងក៏អាចបកបានថាជាប់ដែរវត្ថុអីដែលវារឹងមាំវាជាប់មិនឆាប់ខូចទេណាបាទបន្តមកទៀតសឺរឹមកសឺរឹនេះគឺមានន័យ2ប៉ុន្តែនៅក្នុងនេះគឺបកថាវល្លិសឺរឹមួយទៀតគឺជាសត្វស្លាបបាទជាសត្វឈ្មោះសត្វសឺរឹហ្នឹងប៉ុន្តែនៅក្នុងមេរៀននេះគឺយើងនិយាយអំពីវល្លិបាទអញ្ចឹង clear ឧទាហរណ៍យើងមើល Suruga ki ni maiteimasu កន្លែងនេះគឺ ki ណាបាទ ki Suruga ki ni maiteimasu បាទមានន័យថាវល្លិហ្នឹងវាបានរុំព័ទ្ធដើមឈើ ki នេះគឺដើមឈើ maiteimasu makimasu ដល់គេប្រើជាទម្រង់ teimasu ទៅគឺ Suruga ki ni maiteimasu កំពុងតែរុំព័ទ្ធដើមឈើបាទហើយពាក្យបន្ទាប់មកទៀតជាកិរិយាសព្ទ sagashite kuru កន្លែងនេះគឺមាន
កិរិយាសព្ទ2រួមបញ្ចូលគ្នាដូចខ្ញុំបានបញ្យល់ពីមុនអញ្ចឹងគឺ sagashimasu ណានិងពាក្យថា kimasu ចឹងដល់គេប្រើជាទម្រង់ jishoke មក sagasu បូកនឹង kuru ណាចឹងកាលណាកិរិយាសព្ទពីរភ្ជាប់គ្នាចឹងគេអត់ប្រើជាទម្រង់ដើម maske ឬក៏ទម្រង់ jishoke ទេគេត្រូវតែដូរទម្រង់កិរិយាសព្ទដែលនៅកណ្ដាលហ្នឹងដែលនៅជាប់គ្នាហ្នឹងចឹងកន្លែងនេះយើងលុបយើងដូរកិរិយាសព្ទ sagasu នេះទៅជាទម្រង់ te-ke បាទអញ្ចឹង sagashite kuru ចឹងបន្ទាប់ពី kuru ហ្នឹងបើសិនជាយើងបន្តអីទៀតគេអាចបំលែងកិរិយាសព្ទ kuru ហ្នឹងទៅជាស្អីផ្សេងទៀតក៏បានដែរយោងទៅតាម clear ដែលយើងប្រើបាទបន្តមកទៀតគឺ kotoba no benkyo ដដែលបាទពាក្យបន្តទៀតយើងមើលពាក្យ okure បាទ okure គេច្រើនប្រើជាមួយនឹង te okure ជា te-ke បូកនឹង okure ហ្នឹងកន្លែងនេះ okure នេះវាជាគេហៅថាពាក្យរៀងបែបបុរាណតិចដែលឥឡូវនេះគេមិនសូវប្រើទេគឺជាពាក្យបុរាណប៉ុន្តែវាមានន័យស្មើនឹង kudasai ណាមានន័យថាស្មើនឹង te បូកនឹង kudasai បាទឧទាហរណ៍ te sudate okure កន្លែងនេះណា te sudate okure គឺវាស្មើនឹង te sudate kudasai បាទមានន័យស្មើគ្នាអត្ថន័យគឺដូចគ្នាបាទពាក្យបន្តមកទៀតគឺ makasete បាទ makasete នេះជា te-ke កាលណាគេនិយាយកបុត makasete គេអត់និយាយ makase ឬទេបាទឧទាហរណ៍ថាយើងចង់បញ្ជាក់ប្រាប់គេថាសុំទុកចិត្តមកលើខ្ញុំចុះអញ្ចឹងយើងនិយាយកបុតទៅនិយាយប្រើជាទម្រង់ te បាទ makasete បាទអញ្ចឹងមានន័យថាសុំទុកចិត្តលើខ្ញុំណាសុំបាទដូចខ្ញុំដាក់អង់គ្លេសកន្លែងនេះគឺមានន័យថា leave it to me បាទសុំទុកចិត្តខ្ញុំចុះបាទយើងមើល clear ឧទាហរណ៍កន្លែងនេះគឺ kono shigoto wa makasete មានថាការងារហ្នឹងសូមបកគលឲ្យខ្ញុំចុះមិនបាច់ភ័យទេបាទគឺបន្តមកទៀតគឺ mori no oku កានេះអក្សរ kanji នេះរបៀបអានណា mori no oku មានន័យថាព្រៃជ្រៅបាទ mori no oku ni dobutsu ga imasu បាទ dobutsu យើងប្រហែលជាយល់ហើយគឺសត្វពាហនៈអញ្ចឹង clear កន្លែងនេះមានន័យថានៅក្នុងព្រៃជ្រៅមានសត្វពាហនៈបាទអញ្ចឹងពាក្យគឺយើងសូមខ្ញុំសូមបញ្យល់តែប៉ុណ្្នឹងសិនបើសិនជាបងប្អូនមានកន្លែងណាមិនយល់ទៀតអាចស្រាវជ្រាវខ្លួនឯងឬក៏សួរខ្ញុំក៏បានដែរសួរតាម comment នៅក្នុង YouTube ហ្នឹងក៏បានបាទចូលដល់ចំណុចទី4យើងមើលបឹមពោទាំងអស់គ្នាបឹមពោគឺវេយ្យាករណ៍ចំណុចទី1 te-kite បាទ te-kite យើងយកកិរិយាសព្ទ2បាទមានន័យថាកិរិយាសព្ទទី1កិរិយាសព្ទស្អីក៏បានដែរហើយបូកជាមួយនឹង kimasu ហ្នឹងយើងប្រើជាទម្រង់ te ដែរកន្លែងនេះ te-kite ណាអត្ថន័យរបស់វាគឺមានន័យថាយើងទៅធ្វើអីមួយហើយត្រឡប់មកវិញអញ្ចឹងយើងមើលឧទាហរណ៍កន្លែងតាតុយបាក់នេះこれ水ですねអក្សរ kanji នេះគឺ水を持ってきてអញ្ចឹងមានន័យថា
យើងទៅយកទឹកមកសូមទៅយកទឹកមកកន្លែងនេះតិគតិគេនិយាយកបុតអញ្ចឹងមិនសូវជាគួរសមទេគេអាចនិយាយជាមួយមិត្តភ័ក្តិឬក៏អ្នកដែលមានអាយុទាបជាងយើងតិចជាងយើងអីចឹងទៅតែជាមួយសេមប៉ៃឬក៏អ្នកដែលមានអាយុច្រើនជាងយើងប្រើជាទម្រង់គឺដាសៃមីស៊ូអូម៉ូតិគតិគឺដាសៃតែកន្លែងនេះយើងនិយាយកបុតណាបាទបន្ទាប់ទៀតគឺ Gomio Statekte Statekte នេះមានន័យថាចោលសម្រាមណា Stere មកពីពាក្យថា Stere Gomio Statekte អញ្ចឹងសុំទៅចោលសម្រាមឲ្យមកវិញមកមានន័យអញ្ចឹងបាទបន្ទាប់មកទៀតគឺ Suruo Sagastekte Suru ហ្នឹងយើងមើលពីចំណុចខាងដើមហើយគឺ war បកប្រែថា war Sagastekte មានន័យថាទៅរក war មកមានន័យថាអញ្ចឹង Sagashimas បូកនឹង Kimas Sagastekte ជាលក្ខណៈបែបបញ្ជាផងបាទយើងនិយាយឧទាហរណ៍ថាយើងនិយាយទៅថ្នាក់ក្រោមយើងឬក៏ខូហៃរបស់យើងប្រើជាលក្ខណៈបញ្ជាផងSagastekte មកបឹមពោចំណុចទី2គឺតេអូកូរ៉េបើតេអូកូរ៉េហ្នឹងគឺវាមានន័យស្មើនឹងតេគឺដាសៃណាកន្លែងនេះតេគឺដាសៃកន្លែងនេះខ្ញុំសរសេរថាតេគឺដាសៃតូអូណាជីអ៊ីមីអូណាជីអ៊ីមីនោះមានន័យថាមានន័យដូចណាមានន័យដូចមានន័យដូចនឹងតេគឺដាសៃដែរប៉ុន្តែគ្រាន់តែថាតេអូកូរ៉េហ្នឹងគេច្រើនប្រើនៅក្នុងពាក្យបុរាណដូចជា Mukashi Banashi ណាអសូខាន់ជីនេះ Mukashi Banashi គឺមានន័យថារឿងព្រេងហើយនឹងអេហុងហ្នឹងគឺសៀវភៅកម្រងរូបភាពសម្រាប់ក្មេងៗបាទអា clear ខាន់ជីនេះគឺបងប្អូនមិនបាច់ចាប់អារម្មណ៍ពេកទេព្រោះគ្រាន់តែខ្ញុំដាក់ជាពន្យល់ចាំពេលបងប្អូនរៀន level តបន្តទៅទៀតគឺយើងនឹងអាចរៀនខណ្ឌជីជាមួយគ្នាទៀតបាទហើយបន្តមកទៀតយើងមើលឧទាហរណ៍បាទតតុយបាក់នេះគឺឧទាហរណ៍ណាកន្លែងនេះយើងមើលអក្សរនេះគឺអក្សរខណ្ឌជីទៀតហើយប៉ុន្តែអានថាតេសុដតេអូកូរ៉េអញ្ចឹងវាមានន័យស្មើនឹងតេសុដតេកូដាសៃមានន័យថាសូមជួយខ្ញុំផងបាទជួយធ្វើការអីផ្សេងណាសូមជួយណាអក្សរខាងក្រោមមួយទៀតនេះគឺម៉ាត់តេអូកូរ៉េណាម៉ាត់តេអូកូរ៉េហ្នឹងគឺចាំម៉ាជីម៉ាស់ម៉ាត់តេគឺមានន័យថាចាំអញ្ចឹងកន្លែងនេះមានន័យថាសូមចាំផងបាទសូមចាំផងបាទគឺអញ្ចឹងបឹមពោនេះយើងចាំទាំងអស់គ្នាទៅតេអូកូរ៉េនេះខ្ញុំសូមបន្ថែមបន្តិចទៀតនៅត្រង់កន្លែង memo នេះបាទ memo នេះគឺខ្ញុំចង់បញ្ជាក់ថាតេអូកូរ៉េហ្នឹងក៏វាមានន័យស្មើនឹងតេចូលដៃដែរបាទតេចូលដៃហ្នឹងគឺគេច្រើនប្រើក្នុងន័យស្និទ្ធស្នាលបាទខ្ញុំឧទាហរណ៍មួយដូចជាបាទ Hana state ចូលដៃមកសូមនិយាយមក Hana shimas ណាគឺ Hana យើងប្រើជាតេ K ទៅ Hana state ចូលដៃMizuo តតេចូលដៃបាទយើងអាចនិយាយចឹងបានណាអញ្ចឹងគឺយើងប្រើបានដូចគ្នាតេអូកូរ៉េតេកដាសៃតេចូលដៃបាទអញ្ចឹងយើងអាចចាំបឹមពោទាំង3ហ្នឹងណាគឺវាមានន័យស្មើគ្នាប៉ុន្តែរបៀបប្រើវាខុសគ្នាបន្តិចបន្តួចតេអូកូរ៉េហ្នឹងគឺខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺប្រើនៅក្នុងរឿងព្រេងឬក៏នៅក្នុងសៀវភៅរូបភាពរបស់កូនក្មេងវាជារបៀបពាក្យបុរាណតេកដាសៃគឺគេប្រើជាលក្ខណៈគួរសមឯតេចូលដៃហ្នឹងគឺរៀងស្និទ្ធស្នាលបាទជាមួយមិត្តភ័ក្តិឬក៏អ្នកដែលយើងចិត្តដិតអីចឹងទៅបាទទី5គឺ Renshu ណា Renshu ហ្នឹងគឺអ្នកទាំងអស់គ្នាអាច Renshu ដោយខ្លួនឯងទៅអានណាអញ្ចឹងយើងដាក់
យើងដើរតួជា Kuma-san គឺខ្លាឃ្មុំហើយនឹង Kuri-kun ហ្នឹងបាទ Kuri-kun 強くて長い鶴を探してきておくれはい任せてហើយយើងរៀនអានអញ្ចឹងទៅបន្តមកទៀតយើងចូលចំណុចទី6គឺ Renshu Mondai Renshu Mondai ហ្នឹងមានន័យថាលំហាត់អនុវត្តណាបាទលំហាត់អនុវត្តកន្លែងនេះគឺជាលំហាត់ងាយៗទេបាទទី1 Kuma-san wa Kuri-kun ni nani o tanomimashita ka បាទកន្លែងនេះយើងដូចខ្ញុំបានបញ្យល់នៅខាងដើមអញ្ចឹងគឺទី1យើងត្រូវយល់ clear នឹងថាតើអ្នកណាគេគឺជា subject បាទគឺ Kuma-san ណាអញ្ចឹង Kuma-san ហ្នឹងគឺគាត់យើងបន្តមកពាក្យជប៉ុនកិរិយាសព្ទគឺនៅចុងក្រោយគឺយើងមើលពាក្យដែលជាកិរិយាសព្ទហ្នឹងគឺ tanomimas កន្លែងនេះជាទម្រង់អតីតកាលគឺ tanomimashita ka ចឹង clear នេះមានន័យថាតើខ្លាឃ្មុំហ្នឹងបានពឹងពាក់ណា tanomimas ហ្នឹងគឺពឹងពាក់ដល់ពេលយើងប្រើជាទម្រង់អតីតកាលគឺបានពឹងពាក់បាទ nani នេះគឺអ្វីបានពឹងពាក់អ្វីទៅដល់ Kuri-kun នេះ Kuri-kun នេះគឺសត្វកំប្រុកណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតតើខ្លាឃ្មុំបានពឹងពាក់អ្វីដល់ Kuri-kun បាទអញ្ចឹងចម្លើយគឺមាន3អ្នកទាំងអស់គ្នាអាចជ្រើសមក A 水を持ってくること水ហ្នឹងគឺទឹកបាទទឹកបាទ持ってくるមានន័យថាយកទឹកមកB するを探すことするហ្នឹងគឺវល់បាទវល់ណា探すហ្នឹងគឺរកបាទអញ្ចឹងB គឺពឹងពាក់ឲ្យរកវល់បាទហើយ C គឺ ki o kiru koto ki ហ្នឹងគឺដើមឈើ kiru គឺមានន័យថាកាត់អញ្ចឹងគឺ C នេះគឺចង់និយាយថាតើ Kuma-san ហ្នឹងបានពឹង Kuri-kun ហ្នឹងឲ្យកាត់ដើមឈើអញ្ចឹងទេបាទគឺចង់និយាយអញ្ចឹងអ្នកទាំងអស់គ្នាសាកគិតមើលតើចម្លើយគឺA ឬក៏ B ឬក៏ C បាទសូមគិតទាំងអស់គ្នាបន្តិចទៅបាទយ៉ាងម៉េចដែរបាទចម្លើយដែលត្រឹមត្រូវគឺបាទគឺ B បាទ Suruo Sagasu Koto មានន័យថា Kuma-san ហ្នឹងគាត់បានពឹង Kuri-kun ហ្នឹងឲ្យទៅរកវល់បាទគឺ Renshu Mondai ទី2Makasete no imi wa dore desu ka បាទ Makasete no imi មានន័យថាតើអត្ថន័យ imi គឺអត្ថន័យណាបាទយើងបកថាន័យឬក៏អត្ថន័យ Makasete no imi wa dore desu ka dore មានន័យថាអាមួយណាទៅបាទអញ្ចឹងចម្លើយគឺមាន A B ហើយនិង C បាទ A arigato arigato អ្នកទាំងអស់គ្នាយល់ហើយគឺមានន័យថាអរគុណ B wakarimasen គឺអត់ដឹងទេអត់យល់ទេ C watashi ni makasete បាទអញ្ចឹងសូមអ្នកទាំងអស់គ្នាគិតទៅបាទចម្លើយនេះប្រហែលជាងាយស្រួលទេបាទយ៉ាងម៉េចទៅហើយបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយ C បាទ watashi ni makasete បាទ Renshu Mondai ទី3 Tekite wa donna imi desu ka បាទកន្លែងនេះគឺគេប្រើ donna ណាតើវាមានន័យបែបណា donna ហ្នឹងគឺបែបណាបាទយើងអាចបកបានថាបែបណា Tekite wa donna imi desu ka imi ហ្នឹងគឺអត្ថន័យអញ្ចឹងអត្ថន័យរបស់ Tekite ហ្នឹងវាបែបណាដែរបាទគឺមានន័យអញ្ចឹងបាទចម្លើយគឺយើងមានជម្រើស3ទៀតហើយ A B ហើយនិង C បាទ A ite yatte modoru ite មានន័យថាទៅ yatte គឺធ្វើ modoru មានន័យថាត្រឡប់មកវិញហើយ B គឺ sugu ni suru មានន័យថា sugu ហ្នឹងមានន័យថាចាប់ផ្ដើមយ៉ាងឆាប់រហ័សណាមានន័យថាធ្វើយ៉ាងលឿន
មានន័យថាយើងចាប់ដើមធ្វើលឿនណាកន្លែងនេះអត់ចង់និយាយ speed ទេគឺមានន័យថាការចាប់ដើមយ៉ាងរហ័សបាទយ៉ាងរហ័សឯ C ចម្លើយ C មានន័យថា miru dake miru ហ្នឹងគឺមើលបាទគឺ dake ហ្នឹងតែប៉ុណ្ណោះអញ្ចឹងមានន័យថាមើលតែប៉ុណ្ណោះគ្រាន់តែមើលតែប៉ុណ្ណោះបាទអញ្ចឹងយើងអាចបកអញ្ចឹងបានបាទអញ្ចឹងសូមអ្នកទាំងអស់គ្នាគិតបន្តិចទៀតទៅតើចម្លើយ A ឬក៏ B ឬក៏ C ដែលត្រឹមត្រូវបាទយ៉ាងម៉េចទៅហើយបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយ A បាទ Ite yatte modoru to iu imi desu បាទអញ្ចឹងយើងដល់ចំណុចចុងក្រោយហើយបាទ Kyo no matome បាទអក្សរនេះគឺ Kyo ណា Kyo មានន័យថាថ្ងៃនេះ matome មានន័យថាសរុបបាទអញ្ចឹងសរុបណាអញ្ចឹងគ្រាន់តែសរុបដើម្បីឲ្យអ្នកទាំងអស់គ្នាចាំនៅចំណុចសំខាន់បាទចំពោះប៊ឹមពោបាទប៊ឹមពោវេយ្យាករណ៍ណាបាទប៊ឹមពោគឺ tekite និង te okure បាទសូមចាំវាទៅហើយនឹងរៀនប្រើវាហើយសម្រាប់ខៃវៈបាទខៃវៈគឺមានន័យថាការសន្ទនាគេយកគេចូលចិត្តប្រើពាក្យហ្នឹងណានៅកន្លែងការងារឬក៏ស្អីពេលដែលគេពឹងពាក់អ្វីដល់យើងមួយយើងតែងតែតបទៅគេវិញថា makasete បាទសូមទុកចិត្តលើខ្ញុំចុះសូមបកុលវាឲ្យខ្ញុំចុះបាទគឺមានន័យអញ្ចឹងឯចំណុចទី3កុករៈហ្នឹងគឺមានន័យថាទឹកចិត្តណាបាទកន្លែងនេះចង់បញ្ជាក់ថា kumasang no yo ni yasashiku kurikun no yo ni genki ni បាទសូខានជាតិនេះគឺ genki ណា genki បាទ kumasang no yo ni yasashiku មានន័យថាសូមឲ្យយើងមានសន្តានចិត្តល្អដូចជាខ្លាឃ្មុំអញ្ចឹង yasashiku ហ្នឹងមានតែមកពីពាក្យថា yasashi ណាបាទ yasashi មានន័យថាចិត្តល្អបាទចិត្តល្អឯ kurikun no yo ni genki ni មានន័យថាសូមឲ្យមានន័យថាមានកម្លាំងរឹងមាំបាទ genki យើងយល់ទាំងអស់គ្នាហើយបាទ clear នេះគឺគេប្រើជាលក្ខណៈកបុតはい皆さんお疲れ様でした今日忙しい中一緒に日本語を勉強してくれてありがとうございましたまた一緒に勉強しましょうបាទអរគុណច្រើនចំពោះការរៀនភាសាជប៉ុនជាមួយនឹងខ្ញុំបាទអញ្ចឹងមេរៀនថ្ងៃនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះគឺនឹងជួបគ្នានៅមេរៀនក្រោយទៀតបាទសូមអរគុណ